ធ្លាប់ឆ្ងល់ទេថាត្រីសាម៉ុនដែលយើងញ៉ាំរាល់ថ្ងៃខ្លះសាច់ដុំខ្លះសាច់ស្ដើងតើវាជាសាម៉ុនពិតឬក៏ជាត្រីត្រោតងាយមើលទៅលើសាច់ត្រីបើសិនជាអ្នកឃើញគំនូសសាច់ fat lines ក្រាស់ៗធំហើយសាច់ទន់រលោងនោះហើយគឺជាសាម៉ុនតែបើសិនជាគំនូសសាច់តូចចង្អៀតហើយសាច់មើលទៅរឹងមាំឬស្អិតបន្តិចនោះអាចជាត្រីត្រោតហើយចំណុចសំខាន់បំផុតគឺការញ៉ាំឆៅសាម៉ុនគេមានស្តង់ដារសម្រាប់ញ៉ាំឆៅបានប៉ុន្តែចំពោះត្រីត្រោតគេមិនសូវណែនាំឲ្យញ៉ាំឆៅនោះទេព្រោះហានិភ័យនៃប៉ារ៉ាស៊ីតខ្ពស់ជាងបើឃើញត្រីទាំងមូលសាម៉ុនមាត់វារាងកោងបន្តិចនិងគ្មានធ្មេញទេតែបើឃើញត្រីមានធ្មេញស្រួចតូចដូចគ្រាប់ខ្សាច់នៅតាមមាត់នោះគឺត្រីត្រោតច្បាស់ណាស់លើកក្រោយពេលទៅញ៉ាំអីកុំភ្លេចសង្កេតមើលទាំងអស់គ្នាណាតើអ្នកចូលចិត្តញ៉ាំត្រីទាំងពីរប្រភេទនេះរបៀបណាដែរ comment ប្រាប់ផងកុំភ្លេច like និង share ទុកសម្រាប់ជាចំណេះដឹងផងណា